សួស្តីបងប្អូនទាំងអស់គ្នាដោយសារឃើញបញ្ហាមួយរយៈហ្នឹងឃើញគ្រប់គ្នាមានបញ្ហាទាក់ទង Telegram គាំងអីចឹងអញ្ចឹងវាអត់ load notification អញ្ចឹងខ្ញុំមាន3វិធីអញ្ចឹងអ្នកនរគ្នាអាចធ្វើតាមខ្ញុំបានគឺនេះខ្ញុំចូលមកកន្លែង ask a question បន្ទាប់មកខ្ញុំចុចពាក្យ start ហើយកន្លែងហ្នឹងគឺយើង message ទៅប្រាប់ខាង Telegram ថាយើងមានបញ្ហាអញ្ចឹងនេះជាមួយខ្ញុំចូលទៅយកកន្លែង text ដែលខ្ញុំផ្សេហ្នឹងចាំខ្ញុំដាក់នៅក្នុង description ខាងក្រោមអញ្ចឹងខ្ញុំចុច copy វាមកបន្ទាប់មកខ្ញុំចូលមកកន្លែងនេះ Telegram support ហ្នឹងមកហើយទៅខ្ញុំចុច paste វាមកហើយទៅខ្ញុំចុច enter ទៅជាការស្រេចហើយវិធីមួយទៀតគឺខ្ញុំចូលមកកាន់ setting ហើយទៅខ្ញុំអស់មកខាងក្រោមខ្ញុំយកពាក្យ notification and sound បន្ទាប់មកខ្ញុំចុចកន្លែងហ្នឹងមកខ្ញុំអស់មកក្រោមកន្លែង reset all notification អញ្ចឹងកន្លែងហ្នឹងគឺយើងចុច reset វាមកជាការស្រេចនិងវិធីមួយទៀតគឺខ្ញុំចូលមកកាន់ setting បន្ទាប់មកខ្ញុំមកកន្លែង notification ខ្ញុំខ្លាចវាយើងអាចភ្លេចជាបើក notification នេះចឹងខ្ញុំចូលមកកន្លែង Telegram មកទៅខ្ញុំចុចបើកវាមកអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើន